สุดท้ายในตอนนี้ថ្ងៃនេះយើងមកនិយាយអំពីការដាំសិនរបស់បន្តទៀតតែខ្ញុំមានអ្វីថ្មីដើម្បីចែកជូននៅថ្ងៃនេះអញ្ចឹងចាំតាមដានទស្សនាទាំងអស់គ្នាជាកន្លែងដែលយើងដាក់សិនរបស់អានេះ20កញ្ចប់ដំបូងដែល admin យកមកដាក់ហ្នឹងឃើញទេវាដល់បានច្រើនកុំដែរហើយ7 8កុំ10កុំដែរណាវានៅមានកូនដោះមកទៀតនេះព្រោះនេះគឺមានកូនវាដោះមកតូចទៀតតែអត់តាមស្រេចទឹកឯនេះដោះមកខាងលើវិញនេះកូនវាហើយតែបាន admin បើកថងអញ្ចឹងទីមួយបើយើងបើកថងអញ្ចឹងវាដោះមកច្រើនអញ្ចឹងតែប្រយ័ត្ននេះឃើញណាខាងណាវាអាចចូលទឹកវានឹងចេញពណ៌ខ្មៅអញ្ចឹងវាអាចនឹងរលួយកប៉ោះយើងនេះចេញពណ៌ខ្មៅអញ្ចឹងអាចនឹងរលួយកប៉ោះទោះបីយ៉ាងណាក៏វាមិនអាចចេញលើសទៅទេកាលណាវាអ៊ីតវាចេញអានេះវាមានគេហៅវាស្វិតនិយាយរត់ចឹងរត់តែឃើញបើយើងនេះអានេះវាចូលទឹកឃើញចូលទឹកអញ្ចឹងស្រោចមិនស្រួលចូលទឹកខូចណាញ៉ាំវានេះអានេះចូលទឹកមិនវាចូលទឹកហូរមកខាងក្រោមគឺវាអញ្ចឹងនេះឃើញវាចេញពណ៌យ៉ាងតែនេះកូនវាដល់មកថ្មីហ្នឹងអត់ទេអាកូនហ្នឹងដល់មកថ្មីបញ្ហាគឺនៅល្អធម្មតាចឹងហើយការដាំសិនរបស់វាមិនមែនជារឿងពិបាកអីទេក៏ប៉ុន្តែយើងត្រូវប្រុងប្រយ័ត្នដែរដែលនេះដោះមកទៀតហ្នឹងសហ្នឹងដោះគ្រាន់តែវាតូចតស្អែកបានមើលឃើញវាច្បាស់អញ្ចឹងខ្ញុំគាត់តែចង់បញ្ជាក់ថាការដាំសិតអំបោះគឺវាអត់សូវចំណាយពេលច្រើនទេគ្រាន់តែស្រោចទឹកអានេះបើនិយាយអ្នកខ្ញុំចូលទឹកនេះបើខ្ញុំនិយាយអំពីថាការទិញដុំគេមកណាបើថាយើងធ្វើខ្លួនឯងវាចំណាយពេលយូរហើយវាហ៊ានហានិភ័យក្នុងការឆ្លងមេរោគតែយើងអាចធ្វើខ្លួនឯងបានវាមិនជាពិបាកដូចផ្សិតចំបើងញ៉ាយច្រើនទេអញ្ចឹងចាំមើលទៅកន្លែងដែល admin ទិញមកបន្ថែមដើម្បីធ្វើជាអាជីវកម្មនេះគឺជាកន្លែង admin យកមកទិញមកថែមតែមិនទិញមកបានមួយអាទិត្យនេះខ្ញុំដើរចិត្តបាញ់នោះក៏ចិត្តបាញ់ហើយបានន័យថាទុំ10ថ្ងៃទៀតវានឹងដោះមកហើយវាដោះមកធ្លុះតាមពួកនេះហ្នឹងអញ្ចឹងវាអត់មានអីពិបាកទេហើយនេះបែកថងបរិបទធម្មដាក់មកបែកថងបែកកាប់ព្រឹបដើមមានបានប៉ុណ្ណឹងទេតែមានចងដាក់ស្របថងនេះឆ្នៃមកវិញគឺដោះមកវិញធម្មតានេះមេដាក់ដល់ណាគឺជាកំណត់ឆ្នៃប្រឌិតដែរអញ្ចឹងចាំមើលតាការដោះហើយនឹងកំណត់ថ្មីការធ្វើថ្មីអត់មាននឹងបង្ហាញបន្តទៀតដើម្បីចែកជូនជាគំនិតជាបទពិសោធន៍ដើម្បីពួកយើងរីករាយគ្នាបាយបាយជួបគ្នាវីដេអូក្រោយកុំភ្លេច Subscribe ផង